Tuesday អ្នកទាំងគ្នាបាទថ្ងៃនេះខ្ញុំនឹងបង្ហាញកម្មវិធី DaVinci សម្រាប់អ្នកដែលចូលចិត្តកាត់វីដេអូអញ្ចឹងហើយអ្នកដែលធ្លាប់ប្រើ Sony Vegas ធ្លាប់ប្រើ Adobe Premiere អញ្ចឹងយើងត្រឡប់មកផ្សាររបស់ប្រើកម្មវិធីនេះម្ដងខ្ញុំតេស្តហើយគឺវាស្រួលមែនទែនហើយវាសម្រាប់យើងអ្នក edit ឬក៏កាត់តវីដេអូខ្លីៗសម្រាប់ផុស YouTube ឬក៏ផុសក្នុងបណ្ដាញសង្គម social media ផ្សេងៗអញ្ចឹងគឺស្រួលមែនទែនហើយឥឡូវនេះយើងមិនបាច់ខាតពេលទេខ្ញុំនឹងបង្រៀនបងប្អូនតាមក្បាច់ទេនឹងចេះ DaVinci មកកាត់វីដេអូហើយចឹងឥឡូវនេះយើងមិនបាច់ខ្វល់ខ្វាយច្រើននឹង toolbar ទេយើងនឹងបើកកម្មវិធីហ្នឹងមកឧទាហរណ៍នេះខ្ញុំបើកសាថ្មីបងប្អូនមើលចឹងនេះ DaVinci Resolve ហ្នឹងគឺយើងបើកមកគឺវាចេញផ្ទាំងបែបហ្នឹងចឹងមុននឹងវាចូលផ្ទាំងបែបហ្នឹងគឺបងប្អូនខ្ញុំបិទសាមីសិនចឹងបងប្អូនយល់ទេអូខេវាមាន2 DaVinci Resolve មាន version 20 និង version 18ចឹងខ្ញុំយកមកនេះគឺខ្ញុំនិយាយរឿង version 18 version 20គឺវាមាន tool ច្រើនវាមាន effect ច្រើនវាមាន style ច្រើនសម្រាប់យើងប្រើមូលហេតុដែលខ្ញុំប្រើវិញខ្ញុំត្រឡប់មកប្រើ18វិញដោយសារ18ស្រួលប្រើវានិយាយចំគឺវា version ទាបមែនប៉ុន្តែវាធ្វើឲ្យយើងកក់ក្ដៅនឹងវាយើង edit វាស្រួលអានោះ version វាធំកុំព្យូទ័រខ្ញុំវាតូចចឹងវារ៉ានអត់សូវខ្លាំងទេវាមាន effect ច្រើនមែនប៉ុន្តែយើងរ៉ានអត់សូវខ្លាំងដូចយើងប្រើ version 18ទេចឹងនេះគឺជា toolbar ដែលយើងបើកមកដំបូងគឺវាចេញបែបហ្នឹងលក្ខណៈបែបហ្នឹងហើយបងប្អូនឃើញនេះទី perfect project ចាស់ៗរបស់ខ្ញុំចឹងខ្ញុំបង្កើតថ្មីនេះបង្កើតថ្មីវាដាក់ U title ឬក៏បងប្អូនចង់ប្រើ new project នេះក៏បានយើងបាយឈ្មោះហ្នឹងទៅហើយខ្ញុំដាក់ test DaVinci test video cutterហើយខ្ញុំបង្កើតវាចេញទៅវាចេញផ្ទាំងបែបនេះចូលវគ្គទី2គឺវាចេញផ្ទាំងបែបនេះអញ្ចឹងបងប្អូនមិនបាច់ទៅមើលសញ្ញាអីញ៉ៃឈឺក្បាលទេបងប្អូនក៏លេខមើលខាងលើនេះ toolbar ខាងលើបាទ toolbar ខាងលើ DaVinci យើងហ្នឹងបងប្អូនឃើញពាក្យថា file អញ្ចឹងយើងចូលកន្លែង file ហ្នឹងមកបាទហើយមុនដែលយើងយកវីដេអូមកគឺយើងត្រូវកំណត់ timeline របស់យើងសិននេះ new timeline ឬក៏យើង command n បាទអញ្ចឹងយើងកំណត់ timeline របស់យើងវាយឈ្មោះទៅយើងចង់ edit ពីអីវីដេអូយើងនិយាយពីអីអញ្ចឹងខ្ញុំថាវីដេអូរៀនកាត់វីដេអូអូខេអញ្ចឹងយើងដាក់រៀនកាត់វីដេអូទៅអូខេឥឡូវយើងបាន timeline របស់យើងនឹងហើយបងប្អូនចង់កំណត់ setting វាចាំខ្ញុំប្រាប់តាមក្រោយនេះ before របស់វាគឺសម្រាប់ដែលវីដេអូផ្ដេកអញ្ចឹងយើងមិនបាច់ខ្វល់ទេវីដេអូផ្ដេកគឺយើង create យកតែម្ដងឥឡូវយើងបាន timeline ហើយ timeline យើងមួយហើយអញ្ចឹងយើងត្រូវយកវីដេអូដើម្បីដាក់ចូលវាវីដេអូយើងអាចយកពីប្រភេទបានយើងអាចលក្ខណៈយើងទាញចូលលក្ខណៈបែបខ្លីចឹងក៏បានដែរនេះទាញចូលហើយយើងយកមក drop ពីលើចឹងក៏បានមួយទៀតយើងក៏អាច insert វាការ import វាយើង import វាក៏បានដែរឥឡូវខ្ញុំដាក់ឲ្យពេញទៅស្រួលបងប្អូនមើលខ្ញុំដាក់ចូល import វាមកនេះយើងយកពាក្យ import យើងយកពាក្យ import file មកនេះ media យើងនេះអញ្ចឹងយើងទៅរក media យើងគឺវីដេអូយើងហ្នឹងឯងយើងបើកមកយើងទុកនៅណាវីដេអូហ្នឹងនៅលើ desktop ហើយខ្ញុំសេឈ្មោះថា for DaVinci Selection មាន4វីដេអូខ្ញុំ select ទាំងអស់ open អញ្ចឹងវីដេអូវាចូលមកកន្លែងនេះយើងហើយកន្លែង import យើងកន្លែង sorry ស្អកកតិចហើយយើងចូលមកបាន3ហ្នឹងហើយអញ្ចឹងដើម្បីយកវីដេអូចូលមក timeline យើងបងប្អូនចុះមកក្រោមវិញមើលមកជាមួយខ្ញុំអូនមកក្រោមស្ឡើងមើល toolbar ខាងក្រោមចូលកន្លែងសញ្ញានេះកាន់លើគ្នា3 4នេះហើយមានកន្លែងកាត់ហ្នឹងចុចអាហ្នឹងមកកន្លែងដាក់ file edit ហ្នឹងបាទយើងចុច edit ហ្នឹងមកបាទហើយយើងចេញ timeline របស់យើងហ្នឹងអញ្ចឹង timeline យើងវាមានវីដេអូហើយនិងសំឡេងអញ្ចឹងបងប្អូនមិនបាច់ខ្វល់អីទេយើងមើលវីដេអូយើងខាងលើនេះវិញយើងត្រូវសកត់វាយើងចុចវាម្ដងគឺវា play លើអាហ្នឹងប៉ុន្តែយើងចុច2ដងវាមកឲ្យយើង view អញ្ចឹងយើង view មើលអញ្ចឹង video យើងមើលស្រឡាញ់ត្រឹមណាឲ្យយើងកាត់ត្រឹមហ្នឹងដូចយើងស្រឡាញ់ត្រឹមណាយើងខាត់ត្រឹមហ្នឹងខាត់ចង់បានខាត់ត្រឹមណាអីវាសេរីអញ្ចឹងយើងមិនបាច់ខ្វល់យើងចង់កាត់អាក្រោមក៏បានកាត់ឲ្យលើក៏បានវាមាន2យើងចង់កាត់ខាងលើហ្នឹងក៏បានយើងចង់កាត់ខាង toolbar ខាងក្រោមយើងក៏បានអញ្ចឹងខ្ញុំអត់វែងឆ្ងាយខ្ញុំចង់ឲ្យបងប្អូនយល់អាកាត់ខាងក្រោមឬកាត់ខាងលើ
អាស្រ័យទៅយើងចឹងចុចកាត់ខាងលើចុចខាងនេះចឹងយើងអូសទាំងពីរមកឧទាហរណ៍យើងអូសទាំងពីរចេះមកទាំងសលេងណាទាំងសលេងទាំងវីដេអូឲ្យបងប្អូនមើលតិចបើយើងអូសខាងអារូបវីដេអូនេះគឺមកតែវីដេអូទេបើយើងយកមកទាំងអស់រូបទាំងអស់នេះទាំងអស់នឹងមកទាំងពីរបើយើងអូសយកខាងសលេងគឺមកតែសលេងហើយអញ្ចឹងយើងយកវីដេអូឬយកសលេងយើងយកទាំងអស់ឥឡូវខ្ញុំយកទាំងអស់ខ្ញុំចុចលើរូបហ្នឹងមកហើយអូសមកហើយដាក់លើ timeline យើងមកបាទ timeline យើងដាក់ទៅបាទខ្ញុំ zoom វាតិចឲ្យវាធំតិចបាត់វីដេអូទៅណាដែរ Where are you sorry វីដេអូខ្លីពេកយ៉ាចឹងយើងបានវីដេអូយើងមកហើយអូយ my god អើយវីដេអូ timeline យើងចឹងយើងមើលកន្លែងនេះទៅបាទនេះជាវីដេអូដែលយើងយកចូលមកខ្ញុំបន្ថយសលេងតិចថ្លង់តិចយើងបានវីដេអូយើងហើយយើងចង់បានវីដេអូមួយទៀតថែមទៀតអញ្ចឹងយើងអូសចូលមកទៀតមកយើងមើលវាចេះមកយើងអូសថែមទៀតមកដូចជាវីដេអូនេះខ្ញុំយកថែមទៀតខ្ញុំដាក់ចូល timeline ទៀតអញ្ចឹងយើងអូសថែមទៀតមកហើយអានេះយើងក៏คลิกពីរដងវាទៅវាចូលអានេះហើយឬមកក៏យើងអូសឆ្លងចេះក៏បានដែរបាទមិនបាច់ចូលមកហ្នឹងយើងឆ្លងចេះបានជិះវាងាយស្រួលមែនទេយើងអូសដាក់អញ្ចឹងមកណាយ៉ាតបមកយើងបានវីដេអូយើង3ដែលខ្ញុំដាក់ចូលនេះហើយគឺយើងរៀនកាត់វាទៅឥឡូវមួយទៀតយើងត្រូវតែដឹងថាយើងចង់តម្រឹមវា easy បំផុតបងប្អូនក៏ចុចអក្សរ B បាទអក្សរ B សម្រាប់កាត់អ្នករូបឡាមហ្នឹងអញ្ចឹងយើងចុចអក្សរ B អញ្ចឹងវាបានឡាមហើយឬមួយក៏យើងអូសវាចេះក៏បានដែរបាទនិយាយទៅអ្នកដែលធ្លាប់ប្រើ Sony គឺស្រួលមែនទែនបើយើងចង់ឲ្យលឿនយើងដាក់អក្សរ B ទៅខាត់វាចេញបិទសលេងទៅឲ្យវាថ្លង់មុតវាយើងស្លាញ់ត្រឹមណាដូចថាកន្លែងដើរកន្លែងណាយើងចង់បានត្រឹមហ្នឹងយើងចុចអក្សរ B មកបងប្អូនក៏คลิกលើហ្នឹងមកវាខាត់អញ្ចឹងយើងចុចអក្សរ A វិញអក្សរ A វិញគឺវាទៅអាម៉ៅយើងវិញអញ្ចឹងឲ្យទៅរយើងវិញអញ្ចឹងយើងចុចអក្សរ A យើង select លើហ្នឹងយើងចុច back ឬក៏ចុច delete វាទៅគឺបាត់វីដេអូហ្នឹងដែលយើងលុបចោលហើយអញ្ចឹងយើងរុញវីដេអូយើងឲ្យស្មើទៀតវាងាយស្រួលមែនទែនហើយយើងមើលកន្លែងណាដែលយើងចង់ដាក់វាបន្តហើយកន្លែងណាយើងថាវាស្អាតយើងចង់បន្តយើងក៏ចុចអក្សរ B មកយើងខាត់ដល់ហ្នឹងមួយទៀតមកហើយយើងចុចអក្សរ A មកបាទយើង delete វាចោលមួយទៀតអញ្ចឹងយើងនឹងយកវីដេអូបន្តទៀតយើងយកទៅរុញទៅ up វាទៅបាទវាស្រួលមែនទេបាទយើងមើលទៅកន្លែងណាថាតំណងយើងខាត់វាចោលយើងលុបវាទៅបាទអញ្ចឹងវីដេអូខ្ញុំនឹងខាត់វាមើលអញ្ចឹងយើងចង់ខាត់ចេះក៏បានបងប្អូនចាប់មកជាប់រុញអញ្ចឹងមកប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនប្រើរបៀបកាត់វិញស្រួលជាងកុំឲ្យរុញអញ្ចឹងវាអាចជ្រុលណាអញ្ចឹងយើងមើលទៅកន្លែងណាសំណំយើងអាចចុចអក្សរ B ហើយចុច A វិញមកហើយចុច space back មកវាលុបហើយមួយទៀតយើងមើលកន្លែងណាដែលថាយើងតំណងអញ្ចឹងយើងអូខេយើងរុញឲ្យផ្អាប់គ្នាមកបាទហ្នឹងគឺកាត់វីដេអូអញ្ចឹងប្លង់ហ្នឹងគឺវាជាប់គ្នាហើយផាច់អូខេអញ្ចឹងវាជាប់គ្នាខ្ញុំនឹងកាត់ឲ្យខ្លីទៅកុំឲ្យវែងពេកបាទបញ្យល់អញ្ចឹងកាត់ឲ្យស្មើគ្នាទៅវាបីយើងមើលទៅវាលក្ខណៈ smooth ណាចឹងអានេះវាហើយបាទយើងបានវីដេអូ3យ៉ាងហ្នឹងហើយវីដេអូដែលយើងភ្ជាប់គ្នាហ្នឹងគឺមានន័យថាយើងកាត់វីដេអូបានហើយចាចឹងយើងរួចរាល់ហើយបងប្អូនត្រូវមួយទៀតមិនតាន់រួចរាល់ទេយើងធ្វើម៉េចដើម្បីចង់ដាក់សលេងចង់ដាក់វីដេអូដាក់ចម្រៀងចឹងបងប្អូនមើលអាឡៃបាខាងក្រោមនេះទៅណាចឹងយើងត្រូវ add ចម្រៀង add sound មែនទេចឹងខ្ញុំនឹងចូលឡើង browser ទៅដែរយើងរកចម្រៀងឬក៏យកអីពី YouTube អីចឹងណាប៉ុន្តែយើងយកចម្រៀងយកមកផុសក៏វាអត់បានអីដែរចឹងវាជាប់ copyright គ្នាចឹងយើងផុសលេងមិនអ្នករលុយរអីចឹងយើងផុសលេងបានចឹងយើងចូលមកយក media ចឹងទៅដែរបើសិនយើងមាន MP3 យើងអាចយក MP3 បានចឹងខ្ញុំចូលមើលក្នុង file ខ្ញុំមានអីខ្លះខ្ញុំនឹងចូលទៅកន្លែង download មានចម្រៀងណា download ខ្លះចឹងចម្រៀង effect pre-wedding ខ្ញុំនឹងធ្វើតែវាចម្រៀងណាមួយអត់បាន down មក The good time នេះគេ
ok យកអា play នឹងមកដាក់ក៏បានដែរអញ្ចឹងយើង open វាមកអញ្ចឹងយើងអាចយក play នឹងមកដាក់ក៏បានដែរយើងអាចទាញយកសំឡេងយកមកនេះក៏យើង track វាមកយើងដាក់ក្រោមនឹងមកបាទអញ្ចឹងយើងបាន sound ហ្នឹង sound ក៏យើងខាត់វាដែរយើងស្រឡាញ់ត្រឹមណាយើងខាត់ត្រឹមហ្នឹងទៅអូខេឥឡូវខ្ញុំចង់ត្រឹមនេះមកហើយកាត់ត្រឹមនេះយើងដាក់ស B មកខាត់ដូចគ្នាស A លុបវាចោលវិញចាអញ្ចឹងយើងបាន play ប៉ុណ្ណេះហើយចឹងយើង add sound គឺមានលក្ខណៈប៉ុណ្្នឹងឯង add sound វាអត់មានអីញ៉ៃញ៉ៃច្រើនទេ sound គឺយើង add មកគឺដាក់តែម្ដងដូចយើងប្រើ Sony Vegas មិនគឺវាដូចគ្នាអញ្ចឹងហើយឥឡូវយើងបានវីដេអូយើងនឹងហើយខ្ញុំនឹងប្រាប់បងប្អូនមួយចំណុចទៀតគឺយើងត្រូវតែមិនយើង run out មានអត់យើងត្រូវការ run out ចេញយើងត្រូវថាខ្ញុំចង់ save ហ្នឹងអញ្ចឹងអា DaVinci នេះវាលយត្រង់ថាយើងមិនបាច់ទៅទាញអា toolbar យើងអីគេ select មកទាំងអស់ហើយចេះទេselect វាលក្ខណៈ select file ទាំងអស់អញ្ចឹងយើងអាច run ទៅបានទាំងអស់ហើយអានេះវាចាប់វីដេអូយើងទៅដល់ណាវាខ្សែបន្ទាត់វា run ដល់ហ្នឹងអញ្ចឹងបងប្អូនកលេចមើលខាងក្រោមនេះមកបាទវាមានfashion មាន color អានេះយើងបាច់តាន់រៀនទេចាំតិចទៀតខ្ញុំនឹងបង្រៀនបងប្អូន grade color ហើយអានេះគឺសំឡេងសេរីសំឡេងអាហ្នឹងយើងមិនបាច់សេរីវាក៏បានដែរសំឡេងយើងប៉ុណ្ណេះហើយយើងបាច់សេរីវាទេហើយនេះគឺជាកន្លែងរូបកប៉ាល់ហោះរូប missile ហ្នឹងអាហ្នឹងឯងគឺកន្លែងដែលយើង run out គេហៅថា exportអញ្ចឹងយើងចុចអាហ្នឹងមកវាលោតផ្ទាំងបែបនេះអញ្ចឹងបងប្អូនកលេចមើលខាង toolbar ខាងឆ្វេងដៃយើងនេះវិញបាទយើងមើលខាងលើនេះវិញមកនេះវាមានcustom export H បាទ264អញ្ចឹងវាមានច្រើនអញ្ចឹងយកអស់មកយើងដាក់ YouTube ក៏បានដាក់នៅក្នុង Adobe Premiere យើងក៏បានដាក់ក្នុង Final Cutter ក៏បានអញ្ចឹងយើងភាគច្រើនយើងប្រើ custom ទៅយើង custom គឺលក្ខណៈយើងនេះ1920គុណនឹង1080 HD ឬមួយក៏យើងប្រើចូល YouTube ទៅវាអូតូហ្នឹងយើងចុចទៅ YouTube ហ្នឹងមកវាឲ្យយើង1920គុណនឹង1080 HD គ្នាអញ្ចឹងបងប្អូនមិនបាច់គិតអីច្រើនយើងវាយឈ្មោះយើងមកវីដេអូ cutter វីដេអូថែយើងមិនអញ្ចឹងនិយាយទៅបងប្អូនដាក់វីដេអូអីក៏ដោយដែរវីដេអូខ្លួនឯងដាក់មិនទៅយើងកាត់ខ្លួនឯងដាក់ខ្លួនឯងទៅចម្រៀងខារ៉ាអូខេដាក់ខ្លួនឯងតែមិនអញ្ចឹងទៅបាច់ដាក់តាមខ្ញុំតែនេះដាក់ឈ្មោះទៅដាក់ location យើង location ហ្នឹងគឺមានន័យថាអា file យើងនឹងត្រូវ save ទុកតាណាអញ្ចឹងយើងដឹងប្រើ computer យូរណាស់មិនដឹង save file ទុកណាទៀតខ្លួនឯងទៅអញ្ចឹងយើងដាក់ទៅខ្ញុំដាក់ file ខ្ញុំដាក់ desktop ហើយខ្ញុំចុច save អូខេប៉ុណ្ណឹងយើងបានហើយបងប្អូនចុចកន្លែងនេះ add អាខាងក្រោមតែរកឃើញខាងក្រោមនេះយើងមិនបាច់ follow អីច្រើនទេចុចខាងក្រោមនោះ add render នេះភាសាអង់គ្លេសអីទេចុចមកបាទប៉ាច់វាលោតមកខាងស្ដាំដៃយើងវិញមើលខាងស្ដាំដៃយើងមកវីដេអូចប់ការងារទី1របស់យើងហ្នឹងនេះវីដេអូ test ដែលខ្ញុំទៅសេឈ្មោះហ្នឹងរៀន cutter អញ្ចឹងយើងមើលខាងក្រោមហ្នឹងទៀតឃើញ run អត់ render ហ្នឹងគេដាក់ run all អញ្ចឹងយើងមើលឃើញមាន3 file មែនអត់វីដេអូយើងមួយនេះ1 2 3វីដេអូខ្ញុំដាក់កាត់ចូលគ្នាវាប្រាប់ថាមាន3អញ្ចឹងយើងចុច run all ហ្នឹង run all ចុចទាំងអស់មកវាដើរចាំមកសន្ទុះទៅបាទប៉ាច់វីដេអូយើង run រួចហើយអញ្ចឹងយើងទៅបើកមើលវីដេអូដែលយើង run ហើយហ្នឹងវានៅណាយើង save នៅ desktop មែនអត់បើវាសិនខ្ញុំនឹងចូល desktop មិញហ្នឹងនៅណាចេះនេះវីដេអូដែលខ្ញុំ save មិញហ្នឹងឥឡូវខ្ញុំ play វាចុច playអូខេវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំសង្ឃឹមថាបងប្អូននឹងអាចយល់ហើយនឹងអាចកាត់វីដេអូបានរៀនប្រើប្រាស់ DaVinci បានហើយបងប្អូនចង់បាន file ហ្នឹងសម្រាប់តឡើងក្នុង iMac របស់បងប្អូនអាចចូល link ខាងក្រោមទៅខ្ញុំនឹង share drive សម្រាប់ឲ្យបងប្អូន down version នឹងប្រើហើយនឹងមានវគ្គបន្តទៀតខ្ញុំនឹងបង្រៀនបងប្អូនអំពីយើងរៀនដាក់ពណ៌ដាក់ color ហើយនឹងយើងមានយើង oh my god យើងនឹងស្វែងយល់ផ្សេងទៀតគឺមានច្រើនមែនទែនគឺអត់មានថាប៉ុណ្្នឹងអាច
ធ្វើបានតែនេះគឺសម្រាប់ដែលយើងថតវីដេអូស្អាតហើយយើងកាត់វាទៅប៉ុន្តែវីដេអូមួយទៀតយើងនឹងថតលក្ខណៈជា file H-log C-log អីហ្នឹងប្រើប្រាស់កាមេរ៉ាថ្លៃៗហ្នឹងយើងមាន color យើងត្រូវ edit ថែមទៀតអូខេវីដេអូមានតែប៉ុណ្្នឹងបងប្អូនកុំភ្លេចជួយចុច subscribe អ្នកមួយផងអូខេ bye bye